បាទជាបឋមសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាក្នុងស្ដីស្រឡាញ់ព្រះផងព្រះជាម្ចាស់ហើយអរគុណព្រះអង្គសម្រាប់ពេលនេះឱកាសពេលនេះដែលយើងមានឱកាសក្នុងការជួបជុំគ្នាហើយយើងថ្វាយបង្គំព្រះអង្គសរសើរដំណើរព្រះអង្គក៏ដូចជាយើងមានទីបន្ទាល់ក្នុងការដែលអរគុណព្រះអង្គសម្រាប់ការអស្ចារ្យក៏ដូចជាប្រពោដែលព្រះអង្គប្រទានពរសម្រាប់យើងទាំងអស់គ្នានៅថ្ងៃនេះផងដែរអញ្ចឹងនៅថ្ងៃនេះហើយយើងរៀនមេរៀនមួយទៀតជាមួយគ្នាដែលមេរៀននៅថ្ងៃនេះយើងនឹងរៀនអំពីរបៀបដែលមានគ្រួសារប្រកបដោយសុភមង្គលរបៀបដែលយើងកសាងជាគ្រួសារមួយដែលមានសុភមង្គលដែលភាសាអង់គ្លេសដាក់ថា how to have a happy home យើងធ្វើម៉េចឲ្យផ្ទះយើងមានភាពសុខដុមរមនាធ្វើម៉េចឲ្យនៅផ្ទះយើងនឹងមានសេចក្តីសុខសាន្តហើយមានសុភមង្គលអញ្ចឹងថ្ងៃនេះយើងរៀនជាមួយគ្នាហើយយើងនឹងមានព្រះបន្ទូលមានខព្រះគម្ពីរសម្រាប់ឆ្លុះបញ្ចាំងក៏ដូចជាខគម្ពីរដែលបង្ហាញអំពីការអនុវត្តធ្វើម៉េចដើម្បីឲ្យយើងមានគ្រួសារមួយដែលមានសុភមង្គលមុនយើងចាប់ផ្ដើមនៅការរៀនជាមួយគ្នាសូមលោកបងប្អូនអរគ្នាបានចូលរួមអធិដ្ឋានជាមួយខ្ញុំដើម្បីយើងសូមពរក៏ដូចជាសូមប្រាជ្ញាដែលមកពីផងព្រះជាម្ចាស់ក្នុងការសិក្សារៀនសូត្រជាមួយគ្នាសរសើរដំណើរដល់ព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះនៃទូបង្គំយើងខ្ញុំព្រះអង្គម្ចាស់សូមអរគុណព្រះអង្គសម្រាប់ពេលវេលាថ្ងៃនេះដែលយើងខ្ញុំមានជាមួយគ្នាក្នុងការដែលសរសើរដំណើរព្រះអង្គក៏ដូចជាការថ្វាយបង្គំទ្រង់ហើយមកដល់វេលាពេលនេះយើងនឹងរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាព្រះបិតានៃទូបង្គំយើងខ្ញុំឲ្យសូមព្រះអង្គដែលជាព្រះបានប្រទាននូវប្រាជ្ញាតម្រេះគំនិតយោបល់ដល់ទូបង្គំយើងខ្ញុំទាំងអស់គ្នាក្នុងការដែលយើងរៀននៅថ្ងៃនេះឲ្យយើងបានយល់នៅគ្រប់ទាំងព្រះបន្ទូលដែលព្រះអង្គចង់បង្រៀនកូននៅថ្ងៃនេះហើយសូមឲ្យយើងបានឆ្លុះបញ្ចាំងសម្រាប់ជីវិតយើងក្នុងការអនុវត្តសម្រាប់ព្រះបន្ទូលដែលបង្រៀនយើងខ្ញុំទាំងអស់គ្នានៅថ្ងៃនេះដើម្បីឲ្យជីវិតយើងខ្ញុំរស់នៅជាទីសរសើរដំណើរព្រះអង្គនឹងស្វែងរកដល់ទ្រង់ផងដែរព្រះម្ចាស់សូមអរគុណទ្រង់ឲ្យយើងខ្ញុំនឹងរៀនជាមួយគ្នាដែលដឹងគុណក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអញ្ចឹងព្រះគម្ពីរបង្រៀនយើងថាព្រះជាម្ចាស់ជាអ្នកដែលបង្កើតឲ្យមានគ្រួសារព្រះអង្គមានផែនការសម្រាប់បុរសនិងស្ត្រីឲ្យរស់នៅជាមួយគ្នាជាស្វាមីនិងភរិយានិងបង្កើតកូនចៅពីពេញផែនដីបើយើងនៅមើលនៅក្នុងព្រះគម្ពីរលោកុបាទឃើញថាជីវិតគូគឺចាប់ផ្ដើមមាននៅពេលដែលព្រះអង្គចាប់ផ្ដើមបង្កើតផ្ទៃមេឃផែនដីនៅពេលព្រះអង្គបង្កើតពិភពលោកបង្កើតអ្វីៗអស់ហើយចុងក្រោយព្រះអង្គបង្កើតមនុស្សគឺមនុស្សប្រុសមែនទេឈ្មោះថាអាដាមហើយបន្ទាប់មកដោយសារព្រះអង្គឃើញថាមនុស្សប្រុសនោះនៅតែឯងមិនស្រួលទេត្រូវការអ្នកជំនួយដូច្នេះហើយព្រះអង្គក៏បង្កើតឲ្យមានមនុស្សស្រីមួយទៀតដែលព្រះអង្គយកឆ្អឹងជំនីរបស់អាដាមយកមកបង្កើតបានទៅជាមនុស្សស្រីមួយទៀតនៅពេលនោះនៅសួនច្បារអេដែនចាប់ផ្ដើមមានមនុស្សស្រីនិងមនុស្សប្រុសជាអ្នកដែលគ្រប់គ្រងនៅរបស់សព្វសារពើដែលព្រះអង្គបានបង្កើតអូខេអញ្ចឹងបាននៅក្នុងព្រះគម្ពីរបានប្រាប់យើងថាព្រះជាម្ចាស់បង្កើតឲ្យមានគ្រួសារចាប់ពីពេលនោះមកគឺអាដាមនិងអេវ៉ារស់នៅជាមួយគ្នាបង្កើតបានជាគ្រួសារអូខេព្រះអង្គមានផែនការសម្រាប់បុរសនិងស្ត្រីហើយព្រះអង្គឲ្យរស់នៅជាមួយគ្នាជាស្វាមីនិងភរិយានិងបង្កើតកូនចៅពីពេញផែនដីនៅក្នុងព្រះគម្ពីរបានប្រាប់យ៉ាងដូចនោះដែរថាដោយសារព្រះជាម្ចាស់នៃគ្រួសារដូចនេះយើងអាចនឹងពឹងដល់ព្រះជាម្ចាស់ដើម្បីជួយដល់គ្រួសាររបស់យើងបានព្រះជាម្ចាស់ជួយយើងដោយគង់នៅក្នុងគ្រួសាររបស់យើងដែលទ្រង់ជាសេរសាបាទដែលយើងរាប់ថាព្រះអង្គជាសេរសានៃគ្រួសារព្រះអង្គជាសេរសានៃក្រុមជំនុំបាទព្រះអង្គជាព្រះបិតានៃក្រុមជំនុំអញ្ចឹងព្រះអង្គជាសេរសាជាក្បាលមានថាជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់យើងព្រះអង្គជាអ្នកដឹកនាំនៅក្នុងក្រុមជំនុំរបស់យើងគឺយើងពឹងអាងលើព្រះអង្គក្នុងការដែលជាអ្នកដឹកនាំបង្ហាញផ្លូវយើងក្នុងការដែលយើងរស់នៅរាល់ថ្ងៃវត្តមានរបស់ព្រះអង្គពោពេញទៅដោយអំណរសេចក្តីសុខសាន្តនិងសេចក្តីស្រឡាញ់មានន័យថាក្នុងវត្តមានរបស់ព្រះអង្គគ្រួសារដែលមានវត្តមានរបស់ព្រះអង្គក្រុមជំនុំណាដែលមានវត្តមានរបស់ព្រះអង្គគ្រួសារនោះចាប់ដើមមានអំណរចាប់ដើមមានក្តីសុខសាន្តចាប់ដើមមានក្តីស្រឡាញ់បាទព្រះជាម្ចាស់ជួយណែនាំយើងក្នុងការដែលរស់នៅក្នុងក្រុមគ្រួសារដែលឲ្យយើងដឹងពីរបៀបដែលត្រូវប្រព្រឹត្តយ៉ាងណាក្នុងនាមជាស្វាមីភរិយានិងពីរបៀបធ្វើជាឪពុកនិងធ្វើជាកូនផងដែរជាងនៅថ្ងៃនេះយើងនឹងរៀនជាមួយគ្នាឲ្យកាន់តែស៊ីជម្រៅដែលនិយាយអំពីតួនាទីដែលជាស្វាមីតួនាទីដែលជាភរិយាតួនាទីដែលជាកូននៅក្នុងគ្រួសារតើស្វាមីត្រូវធ្វើដូចម្តេចភរិយាត្រូវធ្វើដូចម្តេចកូនត្រូវធ្វើដូចម្តេចដើម្បីគ្រួសារយើងមានសុភមង្គលបាទថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅលើលោកនេះគ្មានព្រះពរណាអស្ចារ្យជាងមានគ្រួសារដែលមានលក្ខណៈជាគ្រួសារគ្រីស្ទបរិស័ទពិតប្រាកដឡើយអរបងប្អូនអរលោកអ្នកបងប្អូនសូមសង្កត់ធ្ងន់ថាគ្រួសារដែលមានលក្ខណៈជាគ្រីស្ទបរិស័ទពិតប្រាកដច្បាស់ណា
នៅពេលដែលយើងជឿព្រះយេស៊ូវគ្រីស្ទជឿព្រះអង្គយើងរាប់ថាយើងជាគ្រីស្ទបរិស័ទគ្រួសារជាគ្រីស្ទបរិស័ទប៉ុន្តែនៅទីនេះមានពាក្យមួយថាពិតប្រាកដជាគ្រីស្ទបរិស័ទពិតប្រាកដតើចំណុចណាដែលយើងរាប់ថាជាគ្រីស្ទបរិស័ទពិតប្រាកដបាទអញ្ចឹងនៅក្នុងនេះបានប្រាប់ថានៅលើលោកនេះគ្មានព្រះពរណាអស្ចារ្យជាងមានគ្រួសារដែលមានលក្ខណៈជាគ្រួសារគ្រីស្ទបរិស័ទពិតប្រាកដឡើយតើលក្ខណៈដូចម៉េចដែលរាប់ថាជាគ្រីស្ទបរិស័ទពិតប្រាកដផ្ទះនេះជាជំរកការពារព្យុះនៃអំពើបាបនិងបញ្ហាមានន័យថានៅពេលដែលយើងខ្លាចជាគ្រីស្ទបរិស័ទពិតប្រាកដយើងអាចការពារនៅព្យុះអីគេអំពើបាបនិងបញ្ហាមានន័យថាអំពើបាបនិងបញ្ហាមិនងាយនឹងហូរចូលមកនៅក្នុងគ្រួសារមួយដែលជាគ្រីស្ទបរិស័ទពិតប្រាកដវាជាកន្លែងដែលកូនក្មេងមានអារម្មណ៍ថាមានសុវត្ថិភាពកក់ក្ដៅប្រសិនបើអ្នកធ្វើតាមអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់នោះមានន័យថាគ្រួសារគ្រីស្ទបរិស័ទពិតប្រាកដជាគ្រួសារដែលធ្វើតាមព្រះបន្ទូលធ្វើតាមបង្គាប់របស់ព្រះជាម្ចាស់ដែលព្រះអង្គចង់ឲ្យយើងធ្វើយើងស្ដាប់បង្គាប់ព្រះអង្គចឹងនៅថ្ងៃនេះយើងនឹងមាន4ចំណុចនឹងរៀនជាមួយគ្នាពីកដល់ខកគឺអធិដ្ឋានឲ្យមានការសង្គ្រោះសម្រាប់គ្រួសាររបស់អ្នកតើអធិដ្ឋានឲ្យមានការសង្គ្រោះមានន័យម៉េចតើយើងពេលយើងជឿព្រះអង្គយើងអត់ទទួលបានការសង្គ្រោះទេឬបានជាយើងចាំបាច់ត្រូវមានការអធិដ្ឋានសម្រាប់ឲ្យគ្រួសារយើងទទួលបានការសង្គ្រោះខធ្វើជាគ្រីស្ទបរិស័ទដ៏ល្អម្នាក់នៅផ្ទះគរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានបរិសុទ្ធចំណុចចុងក្រោយខធ្វើតាមគំរូរបស់ព្រះជាម្ចាស់សម្រាប់ការរស់នៅក្នុងគ្រួសារកអធិដ្ឋានឲ្យមានការសង្គ្រោះសម្រាប់គ្រួសាររបស់អ្នកអាចអធិដ្ឋានដែលភាសាអង់គ្លេសថា pray for your family's salvation pray for your family's salvation មានថាអធិដ្ឋានឲ្យមានការសង្គ្រោះសម្រាប់គ្រួសាររបស់អ្នកអាចអធិដ្ឋានដោយជំនឿទាំងដឹងថាការសង្គ្រោះសម្រាប់គ្រួសាររបស់អ្នកជាបំណងហត្ថេរបស់ផងព្រះជាម្ចាស់អ្នកមិនត្រូវបាក់ទឹកចិត្តឡើយប្រសិនបើគ្រួសាររបស់អ្នកមិនទាន់ទទួលបានព្រះអង្គនោះចូលបន្តអធិដ្ឋានដល់ព្រះជាម្ចាស់ហើយព្រះអង្គនឹងឆ្លើយតបសំណូមពរអធិដ្ឋានរបស់អ្នកហេតុអីបានយើងត្រូវអធិដ្ឋានសម្រាប់គ្រួសាររបស់យើងពីព្រោះពេលខ្លះនៅក្នុងគ្រួសារយើងទាំងមូលមិនប្រកាសថាយើងចិត្តតែមួយដាក់ចិត្តតែមួយក្នុងការបម្រើទេជួនកាលប្រពន្ធមានចិត្តបម្រើប៉ុន្តែប្តីអត់មានចិត្តបម្រើទេពេលខ្លះប្តីអត់សប្បាយចិត្តជាមួយនឹងការបម្រើរបស់ប្រពន្ធទេជួនកាលប្តីមានចិត្តបម្រើចង់បម្រើព្រះអង្គប៉ុន្តែចិត្តរបស់ប្រពន្ធពេលខ្លះមិនចង់បម្រើទេក៏មិនសប្បាយចិត្តជាមួយនឹងការបម្រើរបស់ប្តីនៅក្នុងពន្ធកិច្ចរបស់ផងព្រះជាម្ចាស់ដែរចឹងហើយបានយើងត្រូវការអធិដ្ឋាននេះសូមជំនួយមកព្រះអង្គដើម្បីឲ្យយើងមានចិត្តស្រស់ស្រួលគ្នាក្នុងការធ្វើពន្ធកិច្ចក្នុងគ្រួសារមួយនៅពេលដែលយើងមិនស្រស់ស្រួលគ្នាប្តីទៅលេចប្រពន្ធទៅកើតវាមិនសប្បាយហើយក៏អត់មានអំណរក្នុងការដែលបម្រើដែរដល់តែមានការគ្រប់គ្រងចំពោះគ្នាទៅវិញទៅមកក្នុងការដែលបម្រើពន្ធកិច្ចអរលោកអ្នកបងប្អូនជឿទេថាប្រសិនបើអត់មានការគ្រប់គ្រងពីសមាជិកគ្រួសារប្រហែលជាគ្រួសារហ្នឹងក្នុងការបម្រើព្រះអង្គអត់សប្បាយទេចេញទៅដោយមកដល់ផ្ទះវិញចាប់ដើមមានភាពរអ៊ូរទាំអញ្ចឹងហើយបានយើងត្រូវការអធិដ្ឋានសុំព្រះអង្គឲ្យគ្រួសារយើងទទួលបានសង្គ្រោះមានន័យថាទទួលបានការបើកបំភ្លឺនឹងឲ្យព្រះអង្គបង្ហាញផ្លូវនឹងឲ្យព្រះអង្គដាក់និមិត្តឲ្យព្រះអង្គដាក់ផែនការនៅក្នុងគ្រួសារយើងក្នុងការដែលបម្រើព្រះអង្គសូមជឿលើព្រះជាម្ចាស់យេស៊ូវទៅនោះព្រះអង្គម្ចាស់នឹងសង្គ្រោះលោកព្រមទាំងសង្គ្រោះគ្រួសាររបស់លោកផងក្នុងកិច្ចការចំពុក16ខ31បានប្រាប់ថាសូមជឿលើព្រះយេស៊ូវទៅនោះព្រះជាម្ចាស់នឹងសង្គ្រោះលោកព្រមទាំងសង្គ្រោះគ្រួសាររបស់លោកផងដែរដើម្បីឲ្យគ្រួសារយើងទទួលបានសង្គ្រោះតែយើងត្រូវធ្វើម៉េចទី1ធ្វើចំណុចទីខធ្វើខ្លួនជាគ្រីស្ទបរិស័ទដ៏ល្អម្នាក់នៅផ្ទះភាសាអង់គ្លេសថា be a good Christian at home ធ្វើខ្លួនជាគ្រីស្ទបរិស័ទល្អម្នាក់នៅក្នុងក្រុមជំនុំជាការងាយស្រួលទេប៉ុន្តែតើអ្នកត្រូវធ្វើខ្លួនជាគ្រីស្ទបរិស័ទយ៉ាងដូចម្តេចនៅផ្ទះនេះជារឿងពិតពេលខ្លះជាការពិតក្នុងការដែលធ្វើការនៅក្នុងក្រុមជំនុំអត់សូវពិបាកដូចនៅក្នុងគ្រួសារទេបងប្អូនធ្វើការនៅក្នុងអង្គភាពមួយក៏មិនសូវពិបាកនៅក្នុងគ្រួសារដែរគ្រួសារគឺជាបញ្ហាធំចម្បងជាប្រភពនៃដំបូងគេបើនិយាយពីកន្លែងការងារគ្រួសារហ្នឹងជាកន្លែងការងារដំបូងគេហើយដល់បងប្អូនត្រូវរៀបចំត្រូវគិតត្រូវគូរហើយឈឺក្បាលច្រើននៅក្នុងកន្លែងការងារក្រុមបងប្អូនគ្រាន់តែទៅបំពេញការងារចូលម៉ោង7ដល់ម៉ោង7ការងារអីខ្លះត្រូវធ្វើហើយដល់ម៉ោងចេញមកផ្ទះហើយប៉ុន្តែនៅក្នុងគ្រួសាររឿងច្រើនវាលើសពីហ្នឹងលើសពីរឿងនៅក្នុងកន្លែងអង្គភាពលើសពីរឿងនៅកន្លែងការងារ
ចឹងបើសិនជាជោគពេលខ្លះបងប្អូនជោគជ័យនៅកន្លែងការងារជោគជ័យនៅកន្លែងរស់ស៊ីជោគជ័យនៅកន្លែងក្រុមហ៊ុនប៉ុន្តែមិនប្រកាសថាជោគជ័យជាមួយគ្រួសារទេចឹងគ្រួសារនេះគឺជារឿងមួយដែលយើងត្រូវទឹកគិតគូរមែនទែនចឹងហើយបានព្រះអង្គថាឲ្យយើងគិតអំពីគ្រួសារហើយនៅពេលយើងជ័យជំនះជាមួយនឹងគ្រួសារជោគជ័យនៅក្នុងគ្រួសារហើយជ័យដំណើរគ្រួសារជោគជ័យដែរអញ្ចឹងធ្វើខ្លួនជាគ្រីបអសានៅក្នុងក្រុមជំនុំនោះជាការងាយស្រួលទេប៉ុន្តែតើអ្នកត្រូវធ្វើខ្លួនជាគ្រីបអសានៅឯផ្ទះនេះជាសេចក្តីណែនាំមួយនៅក្នុងព្រះគម្ពីរដែលប្រាប់អ្នកពីរបៀបធ្វើជាគ្រីបអសាល្អម្នាក់នៅផ្ទះចាំមើលតើព្រះគម្ពីរបានប្រាប់យើងមិននៅក្នុងកូឡូសជំពូក3ខ8ដល់ខ9បានប្រាប់យើងថាតែឥឡូវនេះសូមបងប្អូនបោះបង់កំហឹងចិត្តក្តៅក្រហាយចិត្តអាក្រក់ពាក្យជេរប្រមាថពាក្យត្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅកុំនិយាយកុហកគ្នាទៅវិញទៅមកឡើយបាត់បងប្អូនបានដោះជីវិតចាស់និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយប៉ុន្មានដងដែលបងប្អូនភាពរអ៊ូរទាំច្រើននៅផ្ទះតើប៉ុន្មានដងដែលបងប្អូនមានកំហឹងខឹងខ្លាំងនៅផ្ទះតើបងប្អូនមានប៉ុន្មានដងដែលមានចិត្តក្តៅក្រហាយប្រើពាក្យអាក្រក់ត្រគោះបោះបោកជេរប្រមាថពីមាត់បងប្អូននៅក្នុងផ្ទះឃើញទេព្រះអង្គខ្ញុំជឿថាព្រះអង្គជ្រាបពីយើងម្នាក់ៗឲ្យព្រះអង្គមានព្រះបន្ទូលនៅទីនេះហើយនិយាយអំពីគ្រួសារសម្រាប់យើងម្នាក់ៗពេលខ្លះប្រហែលជានៅកន្លែងអង្គភាពការងារយើងមិនហ៊ាននោះទេពាក្យត្រគោះបោះបោកពាក្យក្តៅក្រហាយលោឡាប្រមាថមើលងាយឬក៏រឿងជាច្រើនដែលយើងអត់ធ្វើទេប៉ុន្តែជាអាចកើតមានឡើងនៅក្នុងគ្រួសារថាយ៉ាងណាក៏ដោយនៅកន្លែងអង្គភាពក៏មិនហ៊ានដែរប៉ុន្តែអាចមកដល់ផ្ទះអាចលោឡាអាចធំឆាំងពេញណាពេញណីហ្នឹងព្រះអង្គជ្រាបណាដូចនេះព្រះអង្គរាប់ថាអត់ជោគជ័យទេត្រូវតែឲ្យដូចគ្នានៅកន្លែងការងារកន្លែងនៅផ្ទះក៏ដូចគ្នាគឺព្រះអង្គចង់បង្រៀនយើងព្រះអង្គចង់ដាស់តឿនយើងទាំងខ្ញុំទាំងបងប្អូនខ្ញុំជឿថានេះជារឿងមួយដែលត្រូវនោះហើយដែលព្រះអង្គថារបៀបដែលធ្វើជាគ្រីបបរិស័ទល្អនៅផ្ទះអញ្ចឹងបើសិនជាគ្រីបបរិស័ទល្អនៅខាងក្រៅនៅក្រុមជំនុំនៅសហគមន៍នៅកន្លែងធ្វើការក៏ត្រូវជាគ្រីបបរិស័ទល្អនៅផ្ទះដែរបើល្អអត់ល្អនៅផ្ទះហងមានអីជោគជ័យសួរអ្នករាល់គ្នារស់នៅអីជាស្នូលនៃការបម្រើប៉ុណ្ណឹងគ្រួសារទៅចេញពីគ្រួសារចុះបើគ្រួសារយើងអត់ជោគជ័យផងទៅបម្រើនៅសហគមន៍សុបាយទេទៅកន្លែងការងារសុបាយទេគាត់ជាការសម្ដែងណាប៉ុន្តែក្នុងចិត្តអត់សុបាយទេពីព្រោះចេញពីផ្ទះទៅអត់មានភាពសុបាយផងណាមកដល់ផ្ទះសិតតែរឿងណាសិតតែបញ្ហាហ្នឹងចេញទៅទាំងការសម្ដែងហ្នឹងបាទតែបើសិនយើងចេញទៅអំណរពីគ្រួសារទៅសហគមន៍ដោយអំណរចេញពីចិត្តទៅកន្លែងការងារដោយអំណរចេញពីចិត្តដូច្នេះព្រះអង្គឲ្យយើងគិតគូរអំពីគ្រួសារយើងទៅទៀតព្រះអង្គថាយើងបោះបោលទាំងពាក្យត្រគោះបោះបោកក្តៅក្រហាយការជាប្រមាថបាទចេញពីមាត់បងប្អូនទៅហើយកុំឲ្យមានពាក្យកុហកណាកើតមានឡើយបិទបងប្អូនបានដោះជីវិតចាស់មានតែយើងបានកើតជាថ្មីហើយនឹងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតយើងចោលទៅដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏បរិសុទ្ធដ៏វិសុទ្ធនិងជាទីស្រឡាញ់ព្រះអង្គបងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តាចិត្តល្អសប្បុរសចេះបន្ទាបខ្លួនមានចិត្តស្លូតបូតនិងចិត្តខន្តីអត់ធ្មត់បាទខ្ញុំដាក់រូបគ្រួសារខ្ញុំទៅនេះមានន័យថាគ្រួសារខ្ញុំជាគំរូគ្រួសារខ្ញុំល្អអត់ខ្ចោះទេប៉ុន្តែខ្ញុំដាក់នៅទីនេះខ្ញុំនិយាយអំពីគ្រួសារចឹងខ្ញុំដាក់រូបគ្រួសារហើយមួយទៀតឲ្យខ្ញុំមើលចាំពីគ្រួសាររបស់ខ្ញុំថានេះជាគ្រួសារខ្ញុំមាន4នាក់នេះបាទជានៅក្នុងគ្រួសារយើងមានបន្ទុកបាទមានម្ដាយក្មេកអីទៀតប៉ុន្តែចង់និយាយថានេះជាគ្រួសារ original របស់យើងដែលខ្ញុំនិងប្រពន្ធខ្ញុំបង្កើតបានកូន2នេះបាទជាគ្រួសារអញ្ចឹងចង់ប្រាប់បងប្អូនថាទីនេះមិនមែនបញ្ជាក់ថានិយាយពីគ្រួសារសុភមង្គលនេះគ្រួសារខ្ញុំមានសុភមង្គលនោះមិនមែនន័យអញ្ចឹងទេតែនិយាយពីគ្រួសារខ្ញុំត្រូវដាក់រូបគ្រួសារខ្ញុំមកហើយមួយទៀតឲ្យខ្ញុំនឹកចាំថានេះជាគ្រួសាររបស់ខ្ញុំបាទមានសមាជិកប៉ុណ្ណេះព្រះបន្ទូលព្រះអង្គថាម៉េចឲ្យព្រះជាម្ចាស់បានជ្រើសរើសបងប្អូនយើងធ្វើជាប្រជាជនដ៏វិសុទ្ធនិងជាទីស្រឡាញ់របស់ព្រះអង្គបងប្អូនត្រូវតែកាន់ចិត្តយ៉ាងម៉េចអាណិតមេត្តាចិត្តល្អសប្បុរសចេះបន្ទាបខ្លួនមានចិត្តស្លូតបូតនិងចិត្តខន្តីអត់ធ្មត់នេះព្រះអង្គឲ្យយើងរៀនជាមួយគ្នាទាំងនៅក្នុងគ្រួសារទាំងនៅក្នុងសហគមន៍កន្លែងធ្វើការត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមកហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀតត្រូវចេះអត់ទោសឲ្យគ្នាទៅវិញទៅមកនេះជារឿងដែលសំខាន់យើងត្រូវចេះអត់ទោសគ្នាចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដូចសប្តាហ៍ថ្ងៃនេះនៅសាលារៀនមិញមានបញ្ហាជាមួយគ្នារហូតដឹងហើយក្មេងៗគាត់លេងឈ្លោះត្រូវគាត់អន់ចិត្តគ្នាគាត់រហូតមកប៉ណ្ដឹងហើយយើងតែងតែដំណោះស្រាយមិនគឺអត់ឲ្យអ្នកណាឈ្នះអ្នកណាចាញ់ទេយើងក៏ដឹងថាអ្នកណាដែលធ្វើខុសលើគេហ្នឹង
ឲ្យសុំទោសគេទៅហើយនៅពេលគេសុំទោសហើយឲ្យក្មេងហ្នឹងចេះរៀនអត់អធិស្ឋានគ្នាឲ្យគេអោបគ្នាគេចាប់ដៃគ្នាអោបគ្នាហើយគេលេងមួយគ្នាទៀតគឺយើងជាយាមដោះស្រាយឲ្យគេចេះអធិស្ឋានគ្នាអត់ទោសគ្នាហើយមិនធ្វើម៉េចឲ្យគេគុំគួនគ្នាទេបាទឲ្យគេចេះអធិស្ឋាននោះជារឿងដែលនាំឲ្យក្មេងគាត់រៀនបានពីកិច្ចការហ្នឹងបាទលើពីនេះទៅទៀតត្រូវមានចិត្តស្រឡាញ់បាទត្បិតសេចក្តីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរวมគ្នាពេញលក្ខណៈក្នុងគោលឡោះចំពុក3ខ12ដល់14នេះជាលក្ខណៈដែលព្រះអង្គចង់ឲ្យយើងរៀនដើម្បីឲ្យយើងបានខ្លាចជាគ្រីស្ទបរិស័ទល្អនៅផ្ទះត្រូវធ្វើម៉េចមានចិត្តមេត្តាចិត្តល្អសប្បុរសបន្ទាបខ្លួនមានចិត្តស្លូតបូតនិងខន្តីអត់ធ្មត់បាទហើយត្រូវចេះស្រស់ស្រួលគ្នាទ្រាំទ្រគ្នាទៅវិញទៅមកហើយបើមានរឿងអ្វីនឹងម្នាក់ទៀតត្រូវចេះអត់ទោសឲ្យគ្នាទៅវិញទៅមកអធិស្ឋានឲ្យគ្នាទៅវិញទៅមកហេតុអីព្រះជាម្ចាស់បាត់អត់ទោសឲ្យបងប្អូនយ៉ាងណាចូលឲ្យគ្នាអត់ចូលអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរព្រោះព្រះអង្គបានអត់ទោសឲ្យអ្នករាល់គ្នាហើយតើធ្លាប់ដែលបានបង្ហាញការសរសើរទៅដល់ស្វាមីឬភរិយារបស់អ្នកនៅពេលដែលធ្វើកិច្ចការអ្វីមួយដែរទេបាទនេះទៅឲ្យយើងគិតចារណាដែរនៅក្នុងជីវិតគូយើងត្រូវចេះសរសើរគ្នានៅក្នុងហ្នឹងគេហៅថាអីគេភាសានៃក្តីស្រឡាញ់ទាំង5អានេះស្ថិតនៅក្នុងភាសានៃក្តីស្រឡាញ់ទាំង5ដែរគឺការសរសើរតើដែលធ្លាប់ដែលអត់តើធ្លាប់ដែលសរសើរប្តីរបស់យើងទេតើធ្លាប់ដែលសរសើរប្រពន្ធរបស់យើងទេនៅពេលធ្វើអីមួយបាទមនុស្សជាការចាំបាច់ដែលយើងត្រូវសរសើរដែលមនុស្សយើងដែលវប្បធម៌មួយនិយាយថាខ្ញុំមិនស៊ីចូលទេមិនចូលចិត្តចូលទេតែបើបង្អាប់ខឹងមែនទេអញ្ចឹងប៉ុណ្ណាត្រង់គ្នានេះសបញ្ជាក់ថាគ្រប់គ្នាត្រូវការសរសើរការគាំទ្រនិងការផ្ដល់នៅតម្លៃដែរនៅពេលយើងធ្វើអីមួយយើងត្រូវការគាំទ្រពីអ្នកដទៃការសរសើរនិងការលើកកម្ពស់ពីអ្នកដទៃដែលធ្វើឲ្យយើងមានមោទនភាពចាប់ដើមបន្តនៅធ្វើអីបន្តទៀតបាទតើអ្នកធ្លាប់បង្ហាញការសរសើរដល់ស្វាមីភរិយារបស់អ្នកដែរទេនៅពេលធ្វើកិច្ចការអ្វីមួយនេះជាសំណួរឆ្លុះបញ្ចាំងបងប្អូនឆ្លុះបញ្ចាំងខ្លួនឯងធ្លាប់អត់នៅពេលដែលកូនរបស់អ្នកឬបងប្អូនប្រុសស្រីរបស់អ្នកជួយធ្វើកិច្ចការអ្វីមួយដែរឬទេមានអ្នកធ្លាប់ដែលសរសើរគាត់អត់លើកទឹកចិត្តគាត់អត់នៅពេលដែលគាត់ធ្លាប់ជួយទាំងកូនឬក៏បងប្អូនក្តីសំណួរឆ្លុះបញ្ចាំងបងប្អូនឆែកមើលខ្លួនឯងខ្ញុំអត់ដឹងពីរឿងបងប្អូនទេនៅពេលដែលឪពុកម្ដាយរបស់បងប្អូនលះបង់អ្វីមួយសម្រាប់អ្នកដែរឬទេមានអ្នកថាតើធ្លាប់ដែលបង្ហាញការសរសើរអត់នៅពេលដែលឪពុកម្ដាយលះបង់អ្វីមួយសម្រាប់អ្នកធ្លាប់ដែលអត់ធ្លាប់ដែលនឹកគិតអំពីឪពុកម្ដាយរបស់ខ្លួនឯងដែលធ្លាប់គាត់លះបង់សម្រាប់យើងដែរអត់បាទរឿងនេះខ្ញុំតែងតែឲ្យកូនរបស់ខ្ញុំគិតតែគិតទេថាថ្ងៃនេះម៉ាក់ប៉ាគិតយ៉ាងណាចំពោះកូនហើយខ្វល់ខ្វាយយ៉ាងណាហើយរៀបចំហើយយ៉ាងណាដោយសារតែយើងចង់ឲ្យគាត់ល្អយើងតែងតែខ្វល់ខ្វាយយើងតែងតែព្រៀនបដៅយើងតែងតែណែនាំគាត់ជារៀងរាល់ថ្ងៃព្រោះយើងអត់ចង់ឲ្យឃើញកូនរបស់យើងដែលចិញ្ចឹមតាំងពីទូចក្រូចឆ្មាររហូតមកដល់ប៉ុណ្ណេះហើយគាត់ធ្លាក់ទៅក្នុងរឿងណាមួយដែលមិនល្អនោះទេយើងចង់ឃើញអនាគតគាត់ល្អទាំងការសិក្សារៀនសូត្រទាំងអនាគតរបស់គាត់ថ្ងៃមុខទៀតឪពុកម្ដាយនៅពេលឃើញកូនយើងល្អយើងច្បាស់ជាសប្បាយចិត្តណាស់បាទមែនទេយើងច្បាស់ជាសប្បាយចិត្តពីព្រោះយើងចង់ឃើញភាពល្អប្រសើរគាត់ចង់ឃើញជីវិតគាត់បានល្អប្រសើរតើអ្នកជាមនុស្សមានក្តីស្រឡាញ់ឬអាត្មានិយមគិតខ្លួនឯងឆ្លោះពិចារណាខ្លួនឯងតើអ្នកជាមនុស្សដែលក្រេវក្រោធនិងធ្លាប់ខឹងឬក៏ជាមនុស្សដែលពូកែអត់ធ្មត់លើកលែងទោសដល់គេបាទសូមគិតពិចារណាដែរឆ្លោះតើយើងជានរណាឥឡូវនេះបាទតើអ្នកជាមនុស្សផ្ដាច់ការឬក៏ជាមនុស្សដែលស្ដាប់គំនិតយោបល់របស់អ្នកដទៃដែរឬទេបាទតើអ្នកជាមនុស្សដែលគោរពនិងស្ដាប់បង្គាប់ឪពុកម្ដាយរបស់អ្នកឬធ្វើតាមតែចិត្តខ្លួនឯងនិងមិនមែនជាមនុស្សដែលស្ដាប់បង្គាប់នេះក្នុងនាមជាកូនសូមស្ដាប់ដែរគិតដែរតើយើងស្ដាប់បង្គាប់ឪពុកម្ដាយយើងអត់តើកូនធ្វើតាមតែចិត្តខ្លួនឯងឬយ៉ាងណាបាទហើយឆ្លោះបញ្ចាំងតើសួរខ្លួនឯងថាតើខ្ញុំសប្តាហ៍នេះខ្ញុំស្ដាប់បង្គាប់ឪពុកនិងម្ដាយខ្ញុំដែរឬទេតើខ្ញុំព្យាយាមបានធ្វើកិច្ចការនេះហើយឬនៅបាទតើអ្នកជាមនុស្សចូលចិត្តជួយឬក៏យកអាសាអ្នកដទៃឬទេបាទឬក៏យើងជាមនុស្សដែលកំជិលតើអ្នកជាមនុស្សដែលសហការជាមួយនឹងអ្នកដទៃដោយមិនមានការនិយាយរិះគន់និងត្អូញត្អែដែរឬទេសិតតែជាសំណួរឆ្លោះបញ្ចាំងដែលឲ្យបងប្អូនពិចារណាទៅលើខ្លួនឯង
ខ្ញុំអត់បានដឹងពីបងប្អូនទេមានតែបងប្អូនខ្លួនឯងទេទើបដឹងដូច្នេះហើយយើងឆ្លោះបញ្ចាំងទៅយើងយកសំណួរហ្នឹងមកសួរខ្លួនឯងបន្ទាប់មកយើងឆ្លើយខ្លួនឯងហើយយើងអនុវត្តខ្លួនឯងយើងកែប្រែខ្លួនឯងបាទតើអ្នកជាមនុស្សដែលធ្លាប់បាក់ទឹកចិត្តឬក៏ត្រេកអរនៅពេលដែលមានបញ្ហាអ្វីមួយតើអ្នកផ្សេងអាចរស់នៅជាមួយអ្នកស្រួលដែរឬទេពេលខ្លះយើងរស់នៅបានតែយើងគេមកនៅជាមួយគ្មានណានៅចុះមួយមានណានៅបានមួយបាទប្រសិនបើអ្នកចង់មានគ្រួសារមួយដែលមានអំណរសូមបន្ទាបខ្លួនដោយទទួលស្គាល់នៅកំហុសរបស់អ្នកបន្ទាប់មកចូលទូលសូមដល់ព្រះអម្ចាស់ដើម្បីជួយអ្នកយកឈ្នះលើកំហុសទាំងនោះប្រសិនបើអ្នកមានឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រះជាម្ចាស់នឹងជួយដល់អ្នកសំខាន់ណាស់នេះអ្នកត្រូវចេះដឹងពីកំហុសរបស់ខ្លួនទៅទទួលថាខ្លួនឯងមានកំហុសឬក៏យ៉ាងណាចូលសូមការអត់ទោសនៅពេលដែលអ្នកធ្វើខុសដែលនិយាយអំពីការអត់ទោសការបន្ទាបខ្លួនឬការទទួលកំហុសសូមព្រះអង្គធ្វើការអត់ទោសដល់យើងនៅពេលយើងធ្វើខុស ask for forgiveness for your wrong ព្រះយេស៊ូវបានបង្រៀនយើងឲ្យចេះសូមការអត់ទោសពីមនុស្សដែលយើងបានធ្វើខុសចំពោះគេប្រសិនបើអ្នកមិនមានឆន្ទៈធ្វើការនោះទេបញ្ហានោះនឹងរារាំងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់មិនខានប្រសិនបើយើងអត់ដោះស្រាយបញ្ហាយើងមានបញ្ហាយើងអត់ដោះស្រាយបញ្ហាយើងសូមការអត់ទោសពីព្រះអង្គសូមឲ្យព្រះអង្គបង្ហាញផ្លូវក្នុងការអត់ទោសក្នុងការផ្សះផ្សានៅពេលនោះវាជារនាំងការដែលមិនឲ្យអ្នកមានទំនាក់ទំនងជាមួយព្រះជាម្ចាស់បានល្អប្រសើរអ្នកទំនងមិនបើនៅក្នុងចិត្តរបស់អ្នកពោពេញដោយកំហឹងហ្នឹងអ្នកទំនងល្អមួយព្រះអង្គមិនបើពោពេញដោយការមិនសប្បាយចិត្តនៅក្នុងគ្រួសារហ្នឹងតើអ្នកទំនងមួយព្រះអង្គយ៉ាងម៉េចអធិដ្ឋានទៅកាន់ព្រះអង្គដោយមានទំនាក់ទំនងមួយព្រះអង្គយ៉ាងណាបើប្តីប្រពន្ធនៅជាមួយគ្នាអត់និយាយចូលគ្នាផងណាបាទនៅក្នុងគ្រួសារអត់ដែលមានពីប្រកំសំប្រកបផងហ្នឹងឈ្លោះទៅគ្នាជជែកតែគ្នាព្រឹករំលាងលោឡាពេញណាហ្នឹងសួរថាបងប្អូនឆ្លោះបញ្ចាំងឃើញតើមានអំណរទេជាមួយព្រះអង្គទោះបីជាបងប្អូនបាត់នៃអធិដ្ឋានប៉ុន្តែក្នុងចិត្តអត់មានទំនាក់ទំនងល្អមួយព្រះអង្គឯងពូពោពេញដោយរឿងបញ្ហានៅក្នុងជីវិតហ្នឹងអញ្ចឹងព្រះអង្គថាយើងដោះស្រាយសិននៅពេលយើងដោះស្រាយអស់ហើយយើងអធិដ្ឋានទៅព្រះអង្គគឺពោពេញដោយចិត្តជ្រះថ្លាចិត្តឥតសៅហ្មងចិត្តឥតមានបញ្ហាបានរងាប់បានដោះស្រាយដូចគ្នាព្រះអង្គឲ្យយើងរងាប់ដូចគ្នាឧទាហរណ៍ប្តីប្រពន្ធមានរឿងយើងដោះស្រាយគ្នាមើលបើតើពីមានដោះស្រាយគ្នាហើយរឿងល្អប្រសើរហើយនៅពេលយើងកាន់ដៃគ្នាអធិដ្ឋាននៅពេលយើងអធិដ្ឋានយើងមានចិត្តជ្រះស្រឡះអធិដ្ឋានទៅកាន់ព្រះអង្គដោយអំណរហើយមានអ្នកនឹងល្អណាស់ជាមួយព្រះអង្គតែបើមានបញ្ហាហើយទោះបីបងប្អូនបិទភ្នែកគ្រាន់តែបិទភ្នែកប៉ុណ្ណោះគ្រាន់ជាការសម្ដែងទេគ្រាន់តែបង្គ្រប់កិច្ចថាអូខ្ញុំបានអធិដ្ឋានទៅកាន់ព្រះអង្គប៉ុន្តែសួរខ្លួនឯងថាចិត្តយើងពេលអធិដ្ឋាននឹងបានល្អអត់និយាយទៅកាន់ព្រះអង្គនឹងមានអ្នកនឹងល្អមួយព្រះអង្គអត់ទេបិទភ្នែកឃើញយើងឈ្លោះគ្នាមួយប្តីមួយប្រពន្ធមួយកូនបាទអត់មានភាពជ្រះស្រឡះទេអញ្ចឹងអង្គឲ្យយើងដោះស្រាយសិនបើមិនដូច្នេះវាជារនាំងក្នុងការដែលម្នាក់នងជាមួយព្រះអង្គនៅក្នុងព្រះគម្ពីរម៉ាថាយចំពុះ5ខ23 24ថាមានព្រះបន្ទូលថាដូច្នេះអ្នកណាដែលយកដង្វាយមកថ្វាយនៅលើអាសនៈហើយនៅទីនោះអ្នកនឹងឃើញថាបងប្អូនណាមានហេតុអ្វីទាស់នឹងអ្នកនោះចូលទុកដង្វាយរបស់អ្នកនៅមុខអាសនៈហើយទៅជានានឹងបងប្អូនជាមុនសិនរួចសឹមមកថ្វាយដង្វាយរបស់អ្នកក្រោយឃើញទេនៅពេលដែលយើងអត់បានជានេះយើងបានដោះស្រាយវាជារនាំងអត់អាចទំនាក់ទំនងមួយព្រះអង្គបានទេព្រះអង្គឲ្យយើងដោះស្រាយបញ្ហាជាមុនសិនហើយវាជាការពិតអញ្ចឹងសម្រាប់ខ្ញុំអញ្ចឹងបើសិនជាមានបញ្ហាទេខ្ញុំមានបញ្ហាមួយប្រពន្ធខ្ញុំអត់មានអារម្មណ៍អធិដ្ឋានគឺអត់មានអារម្មណ៍នេះប៉ុន្តែបើសិនយើងបានជានេះគ្នាហើយយើងមានអំណរហើយយើងអធិដ្ឋានព្រះអង្គដោយអំណរពេលយើងមានបញ្ហាបិទគ្នាគឺរឿងឈ្លោះគ្នាហ្នឹងអត់និយាយចូលគ្នាផងណាហើយអញ្ចេះឯងចង់ទេហ្នឹងជារឿងចេះបាទចឹងអត់មានប្រពោទេហើយក៏អត់មានប្រពោដែរព្រះអង្គអត់ទានពោយើងទេការសុំអភ័យទោសនៅពេលដែលធ្វើខុសមិនមែនជាការងាយស្រួលនោះទេប៉ុន្តែគឺជាមធ្យោបាយដ៏ល្អដើម្បីបោះបង់ចោលនៅអារម្មណ៍តានតឹងនិងធ្វើឲ្យផ្ទះរបស់អ្នកមានភាពសប្បាយរីករាយវាអត់ងាយទេមែនទេប្តីប្រពន្ធឆ្លោះគ្នាសះសាគ្នាវាមិនងាយទេប៉ុន្តែព្រះអង្គថាម៉េចប្រសិនបើយើងបានធ្វើវាជាមធ្យោបាយមួយដែលបោះបង់នៅអារម្មណ៍តានតឹងច្បាស់ណាស់នៅពេលជានាគ្នាអារម្មណ៍តានតឹងនឹងបាត់បង់អស់អូខេហើយនៅផ្ទះរបស់យើងពោពេញដោយភាពសប្បាយរីករាយតើអ្នកមានអារម្មណ៍ថាខុសឬខុសប្រក្រតីឬទេការទទួលកំហុសរបស់អ្នកនឹងសូមឲ្យអ្នកជាទីស្រឡាញ់របស់អ្នកអធិដ្ឋានឲ្យអ្នកគឺជាជំហានឆ្ពោះទៅរកភាពជោគជ័យឬភាពជ័យជំនះ
យើងអធិដ្ឋានសូមព្រះអង្គហើយធ្វើការជានេះនៅក្នុងព្រះគម្ពីរយ៉ាកុបចំពោះ5ខ16ព្រះអង្គមានព្រះបន្ទូលថាដូច្នេះចូលលន់តួសូមលន់តួទោសបាបនឹងគ្នាទៅវិញទៅមកហើយអធិដ្ឋានឲ្យគ្នាទៅវិញទៅមកផងដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយបិទពាក្យអធិដ្ឋានរបស់មនុស្សសុចរិតនោះពូកែហើយមានប្រសិទ្ធភាពណាស់យើងត្រូវការអ្នកដទៃអធិដ្ឋានឲ្យយើងដែរអ្នកដែលយើងទុកចិត្តអាចប្រាប់ឲ្យគាត់ជួយអធិដ្ឋានសូមជួយអធិដ្ឋានឲ្យខ្ញុំអ្នកដែលយើងគិតថាគាត់មានជំនឿល្អអធិដ្ឋានឲ្យយើងត្រូវមានអំណរ be cheerful អូខេចូលមានជំនឿក្នុងព្រះអង្គម្ចាស់ហើយសរសើរដំកើងព្រះអង្គម្ចាស់ដែលទ្រង់ឆ្លើយតបនឹងការអធិដ្ឋានរបស់អ្នកនោះទោះបីជានៅពេលដែលធ្វើអ្វីនៅពេលដែលអ្វីទាំងអស់ហាក់បីដូចជាងងឹតក៏ដោយលោកនេះមានប្រសាសន៍ថាចូលនាំគ្នាទៅបរិភោគអាហារហើយផឹកស្រាឆ្ងាញ់ទៅសូមយកខ្លះជូនអ្នកណាដែលគ្មានអ្វីរៀបចំឲ្យអ្នកនោះផងត្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធថ្វាយព្រះអង្គម្ចាស់នៃយើងមិនត្រូវការទុកឡើយត្បិតអំណររបស់ព្រះយេហូវ៉ាជាកម្លាំងរបស់អ្នកបិទអំណររបស់ព្រះអង្គជាកម្លាំងនៃខ្ញុំនៅក្នុងបទចម្រៀងអញ្ចឹងជាការសរសើរដំកើងព្រះអង្គយ៉ាងម៉េចព្រះអង្គឲ្យយើងដោះស្រាយបញ្ហាហើយចាប់ដើមមានអំណរការថ្វាយបង្គំព្រះអង្គការមកថ្ងៃនេះដោយអំណរគឺជាការដែលទទួលបានប្រពោហើយអំណររបស់ព្រះអង្គគឺជាកម្លាំងនៃខ្ញុំនៅពេលដែលយើងនៅពេលយើងស្ដីសរសើរព្រះអង្គក៏មានអំណរដែរពីព្រោះព្រះជាម្ចាស់ជាព្រះនៃយើងព្រះអង្គជាសេរីសានៅពេលដែលកូនព្រះអង្គមានអំណរក៏ជាការថ្វាយសេរីល្អដល់ព្រះអង្គហើយក៏ជាការណែនាំអំណរទៅដល់ព្រះអង្គហើយព្រះអង្គក៏ចិត្តដល់មានប្រហារតីមានអំណរដែរព្រះអង្គអត់ចង់ឃើញកូនរបស់ព្រះអង្គណាម្នាក់មានបញ្ហានោះទេបាទមិនត្រូវបាក់ទឹកចិត្តឡើយប្រសិនបើអ្នកពិបាកនឹងគ្រប់គ្រងអារម្មណ៍របស់អ្នកឬមានគេមិនចូលចិត្តនៅអត្តចរិតរបស់អ្នកព្រះអង្គកំពុងតែជួយអ្នកឲ្យរីកចម្រើនខាងឯវិញ្ញាណចូលសម្លឹងមើលព្រះជាម្ចាស់ឲ្យបានច្រើនជាជាងសម្លឹងមើលមកលើខ្លួនឯងហើយអ្នកនឹងមានអារម្មណ៍ភ្ញាក់ផ្អើលពីរបៀបដែលព្រះជាម្ចាស់នឹងដោះស្រាយចំពោះបញ្ហានៅក្នុងផ្ទះរបស់អ្នកព្រះបិតាដែលមានសេចក្តីស្រឡាញ់ចំពោះអ្នកនឹងថែរក្សាអ្នកចឹងព្រះអង្គថាមិនកុំឲ្យយើងបាក់ទឹកចិត្តឡើយពេលខ្លះក្នុងការដែលយើងពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងឬក៏ពេលខ្លះយើងដឹងថាអូគេអត់សូវចូលចិត្តអត្តចរិតរបស់យើងប៉ុន្តែត្រូវចាំថាព្រះអង្គកំពុងតែចាំជួយយើងឲ្យរីកចម្រើនសូមជំនួយមកពីព្រះអង្គហើយសម្លឹងមើលទៅព្រះឲ្យបានច្រើនជាជាងសម្លឹងមកមើលខ្លួនឯងគឺយើងពឹងអាងលើព្រះជាម្ចាស់ជាជាងពឹងលើតម្រេះប្រាជ្ញាសមត្ថភាពរបស់ខ្លួនឯងចំណុចទី3ក៏រក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានបរិសុទ្ធបន្ទាប់ពីធ្វើជាមនុស្សល្អនៅក្នុងគ្រួសារហើយយើងត្រូវថែរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបានបរិសុទ្ធព្រោះថ្ងៃនេះយើងនិយាយអំពីសុភគ្រួសារដែលមានសុភមង្គលជាងគ្រួសារដែលមានសុភមង្គលគឺផ្ដើមចេញពីប្តីនិងប្រពន្ធដូច្នេះរក្សាចំណងអាពាហ៍ពិពាហ៍ឲ្យបរិសុទ្ធ Keep marriage sacred អូខេអញ្ចឹងរក្សានៅចំណងអាពាហ៍ពិពាហ៍ឲ្យបានបរិសុទ្ធព្រះជាម្ចាស់សពហារតីឲ្យអ្នកមានផ្ទះដែលមានអំណរព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រទាននៅគោលការណ៍ដើម្បីជួយដល់ចំណងអាពាហ៍ពិពាហ៍របស់អ្នកឲ្យមានអំណរអូខេការដើរដំបូងនៃការបង្កើតពិភពលោកព្រះជាម្ចាស់បានបង្កើតមនុស្សប្រុសស្រីដូចខ្ញុំបានលើកឡើងខាងដើមអូខេដូចក្នុងព្រះគម្ពីរបានប្រាប់យើងថាម៉េចប៉ុន្តែតាំងពីដើមកំណើតពិភពលោកមកព្រះបានបង្កើតគេជាប្រុសស្រីដោយខ7ដោយហេតុនោះបានជាបុរសត្រូវចាក់ចេញពីឪពុកម្ដាយទៅរួមរស់ជាមួយនឹងប្រពន្ធរបស់ខ្លួនហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយដូច្នេះគេមិនមែនពីរអ្នកទៀតទេគឺជាសាច់តែមួយវិញដូច្នេះមនុស្សដែលបានសំគុំហើយមិនត្រូវឲ្យអ្នកណាមកបង្រត់ឡើយបាននៅអាម៉ាកុសចំពុក10ខ6ខ9ដែលខព្រះគម្ពីរនេះតែងតែលើកយកមកអប់រំទូមានព្រានប្រដៅក៏ដូចជាគោលការណ៍ដែលឆ្លុះបញ្ចាំងឲ្យគូស្វាមីភរិយានៅពេលដែលគេរៀបអាពាហ៍ពិពាហ៍គ្រូគង្វាលជាច្រើនតែងតែយកខព្រះគម្ពីរនេះយកមកអាននៅពេលដែលផ្សំគុំរវាងគូស្វាមីភរិយាអញ្ចឹងរក្សាចំណងអាពាហ៍ពិពាហ៍របស់អ្នកឲ្យបរិសុទ្ធត្រូវចាំថាយើងទាំងអស់គ្នាបានជាប្តីប្រពន្ធគឺមិនចៃដន្យទេដោយសារតែព្រះជាអ្នកដែលផ្សំគុំឲ្យបានស្គាល់គ្នាហើយបានរៀបការជាមួយគ្នានៅក្នុងព្រះអង្គម្ចាស់ហើយព្រះអង្គបានផ្សំគុំយើងខ្លាយជាប្តីនិងប្រពន្ធគ្នាដូច្នេះព្រះអង្គសពហាតីឲ្យរក្សាចំណងនៃអាពាហ៍ពិពាហ៍នោះជាបរិសុទ្ធនេះពេលសពថ្ងៃនេះយើងឃើញថាមានគូសង្សារជាច្រើនដែលរួមនៅជាមួយគ្នាដោយមិនបានរៀបការកើតឡើងច្រើនណាស់សពថ្ងៃនេះជាពិសេសយុវជនយុវនារីសពថ្ងៃស្នេហាការភ្លើងរទះភ្នែកបន្ទោស្គាល់គ្នាពីថ្ងៃដប់គ្នាដាក់លេងណាត់គ្នាទៅនេះទៅនោះយូរទៅផុងខ្លួនជ្រៅទៅ
ជ្រុលខ្លួនជ្រុលប្រាណរស់នៅជាមួយគ្នាមួយរយៈទៅរស់នៅមិនចុះម្ដងគ្នាជ្រុលគ្នាបែកគ្នាទៀតទៅមានសង្សាររៀងខ្លួនទៀតចាំម្នាក់មានសង្សារ3 4 5នាក់នៅជាមួយគ្នាមុនពេលរៀបការតើការនេះនៅក្នុងនាមជាគ្រីស្ទបរិស័ទតើព្រះអង្គសប្តិទេបើសិនបើយើងជាគ្រីស្ទបរិស័ទនៅពេលដែលបុគ្គលម្នាក់បានខ្លាចជាគ្រីស្ទបរិស័ទគេនឹងចង់រៀបការដោយស្របច្បាប់ការធ្វើដូចនេះគូស្វាមីភរិយាមានទីបន្ទាល់ល្អក្នុងសហគមន៍និងស្វែងរកល្អនិងកិត្តិនាមដល់ព្រះជាម្ចាស់មានថាសម្រាប់គ្រីស្ទបរិស័ទនៅពេលយើងស្គាល់តែខ្លួនឯងជាអ្នកដែលជឿព្រះអង្គហើយគឺចង់រៀបការណាអត់ចង់រស់នៅជាមួយគ្នាដោយអត់រៀបការទេហេតុអីទី1ថ្វាយកិត្តិនាមនិងកិត្តិស័ព្ទដល់ព្រះគ្រីស្ទមួយទៀតថ្វាយដល់កិត្តិនាមគេឈ្មោះកិត្តិយសដល់ត្រកូលគ្រួសារយើងដែរនិងយើងដែរដែលចាស់ពីមុនយើងអាប់យូរណានៅពេលដែលគេថាកូនឥតខាន់ស្លាពេលដែលកូនឥតខាន់ស្លានៅជាមួយគ្នាអត់បានរៀបការសមស្របតាមប្រពៃណីនិងស្របតាមច្បាប់រដ្ឋរស់នៅជាមួយគ្នាដែលអត់មានរៀបការគេហៅថាកូនឥតខាន់ស្លាហើយពាក្យថាកូនឥតខាន់ស្លានេះគឺជាពាក្យដ៏ឈឺចាប់បំផុតនៅពេលដែលឮពាក្យនេះត្រកូលគ្រួសារយើងអត់អាចទទួលយកបានទេយើងឈឺចាប់ណាស់កិត្តិយសគេឈ្មោះអាប់យសនៅពេលមនុស្សម្នាក់គឺអត់ចង់ឮពាក្យនេះទេមានទេបងប្អូនចាស់ពីដើមគឺនេះណាព្រឹត្តព្រៀនណានៅពេលដែលកូនស្គាល់គ្នាឬក៏នៅជាមួយគ្នាអត់រៀបការហ្នឹងគាត់ព្រួយបារម្ភណាស់គាត់អត់ហ៊ានចេញទៅផ្ទះទេចំណាយញាតិហើយជាស្ត្រីមេម៉ាយហ្នឹងក៏ចឹងដែរម្នាក់អត់ចង់មេម៉ាយទេអត់ចង់ពោះម៉ាយអត់ចង់ព្រាត់ប្រាសអត់ចង់ខ្លាយស្ត្រីមេម៉ាយទេគេថាមេម៉ាយចំណាយមាត់ញាតិកាលពីមុនប៉ុន្តែឥឡូវអត់ខ្វល់ទេមិនជារនាំងបញ្ហាទេអត់ខ្វល់អត់ត្រូវលេងយកមួយទៀតអត់ត្រូវលេងយកមួយចង់ប្តី5 6គេខ្វល់ដែរឥឡូវនេះបាទយូរទៅជាបាត់បង់ការធ្លាក់ចុះនៃសិលធម៌ការធ្លាក់ចុះនៃបាទការប្រតិបត្តិរបស់មនុស្សយូរទៅធ្វើឲ្យភាពអញ្ចឹងមកព្រះអង្គមានព្រះបន្ទូលថាលោកីនេះអាក្រក់ណាស់ភាពអាក្រក់កាន់តែច្រើនទៅបាទហើយប្រែព្រះអង្គចិត្តយើងមកវាជារឿងមួយដែលយើងត្រូវគិតពិចារណាជាមួយគ្នាកុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយតែកុំតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញបាទចូលប្រព្រឹត្តដោយទៀងត្រង់នៅចំពោះចំណោមពួកសារតីដើម្បីរស់នៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នាទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នាហើយលើកដំកើងនៅថ្ងៃដែលទ្រង់យាងមកព្រះអង្គថាម៉េចឲ្យយើងប្រព្រឹត្តដោយទៀងត្រង់នៅចំពោះអ្នកសារតីដើម្បីជាទីបន្ទាល់ដល់មនុស្សដែលអាក្រក់ក៏ជាពន្លឺដល់ពួកគេហើយជាការសរសើរដំកើងព្រះអង្គហើយគេមើលឃើញពីការល្អទាំងអស់នោះហើយដើម្បីឲ្យព្រះអង្គបានសរសើរដំកើងហើយនៅថ្ងៃដែលព្រះអង្គយាងមកព្រះអង្គនឹងឃើញព្រះបន្ទូលព្រះជាម្ចាស់បង្រៀនយើងឲ្យឈរយ៉ាងមាំទាស់ប្រឆាំងនឹងការអីគេនៅទីនេះបាទរួមភេទក្រៅអាពាហ៍ពិពាហ៍ដែលខ្ញុំបានលើកឡើងពាក្យថារួមភេទក្រៅអាពាហ៍ពិពាហ៍ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធឬការរស់នៅជាគូសង្សារដែលអត់បានរៀបការក្រៅអាពាហ៍ពិពាហ៍ព្រះបន្ទូលផងព្រះជាម្ចាស់ហាមឃាត់យ៉ាងតឹងរឹងអំពីការស្រឡាញ់តាមបែបមិនត្រឹមត្រូវឬក៏ខុសច្បាប់ចំពោះបុគ្គលដែលមានដៃគូហើយត្រូវប្រព្រឹត្តជាមួយអ្នកដទៃទៀតចឹងអ្នកដែលអត់មានដៃគូទៅរស់នៅជាមួយគ្នាមុនអាពាហ៍ពិពាហ៍ក៏ព្រះអង្គអត់សពហាទេហើយអ្នកដែលមានដៃគូហើយតែមានអ្នកផ្សេងទៀតក៏ព្រះអង្គអត់សពហាទេក្នុងចំណុចនេះហើយដែលព្រះអង្គថាចូលរក្សាចំណងអាពាហ៍ពិពាហ៍របស់អ្នកឲ្យបរិសុទ្ធហើយមានភាពស្មោះត្រង់រវាងប្តីប្រពន្ធបាទហើយយុវជនអត់តន់មានប្តីប្រពន្ធហ្នឹងឲ្យមានភាពស្មោះត្រង់បាទព្រះអង្គអត់សពហាទេឲ្យរួមរស់នៅជាមួយគ្នាដែលមុនអាពាហ៍ពិពាហ៍នោះទេសូមឲ្យមនុស្សទាំងអស់លើកដំកើងតម្លៃអាពាហ៍ពិពាហ៍ហើយសូមឲ្យការរួមដំណេកបានជាឥតសៅមងបិទព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់និងមនុស្សផិតក្បត់នៅក្នុងព្រះគម្ពីរហេព្រើរចំពុក13ខ4បានមានព្រះបន្ទូលយ៉ាងដូចនេះថាឲ្យយើងលើកតម្លៃអាពាហ៍ពិពាហ៍ហើយហាមរួមដំណេកដោយឥតសៅមងពាក្យថាឥតសៅមងហ្នឹងគឺស្របច្បាប់ស្របប្រពៃណីបិទព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់មនុស្សផិតក្បត់នៅក្នុងព្រះគម្ពីរព្រះបន្ទូលព្រះអង្គជាអ្នកដែលមានព្រះបន្ទូលមានខ្ញុំអ្នកថាទេចូលស្វាមីភរិយាដែលកាន់តាមពាក្យសច្ចានៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេទទួលបានព្រះពរយ៉ាងអស្ចារ្យមានន័យថានៅពេលដែលគូស្វាមីភរិយាបានធ្វើតាមពាក្យសច្ចារបស់ខ្លួនឯងនៅពេលអាពាហ៍ពិពាហ៍នោះគឺជាគ្រួសារមួយដែលទទួលបានព្រះពរដ៏អស្ចារ្យប្រសិនបើយើងធ្វើតាមពិតប្រាកដនៅពេលយើងរៀបការរៀបអាពាហ៍ពិពាហ៍តែមានពាក្យសច្ចាមានទេបងប្អូនទាំងអស់គ្នាបងប្អូននឹងស្រឡាញ់បងអត់មានងាករេអត់មានកែប្រែទោះបីជាបងចាស់ឬឈឺឬជាក្រឬមានទោះបីជាបងមានបញ្ហាយ៉ាងណាក៏អូននៅតែទទួលប្តីដូចគ្នាហើយក្នុងទីនេះបានប្រាប់ថាប្រសិនបើអ្នករក្សានៅអ្វីដែលអ្នកបានសច្ចាប្រតិ
ប្រតិបត្តិឬក៏សច្ចាប្រណិធានជាមួយគ្នាហ្នឹងគ្រួសារនោះគឺទទួលបានប្រពោរបស់អស្ចារ្យពីព្រះអង្គហើយបាទបើសិនយើងរក្សាហើយបើសិនយើងនឹកចាំអំពីការហ្នឹងក៏អត់អាចអនុញ្ញាតឲ្យយើងទៅប្រព្រឹត្តនឹងភាពមិនស្មោះត្រង់ដែរយើងនៅនឹកឃើញអំពីប្តីរបស់យើងនឹកឃើញពីប្រពន្ធរបស់យើងហើយយើងនឹកឃើញឃ្លាមួយដែលយើងនិយាយនៅពេលដែលរៀបអាពាហ៍ពិពាហ៍ដែលមានព្រះជាម្ចាស់ជាសក្ខីភាពដែលមានព្រះជាម្ចាស់ជាសេរសានៅក្នុងអាពាហ៍ពិពាហ៍នោះហើយអញ្ចឹងហើយបាននៅក្នុងអាពាហ៍ពិពាហ៍របស់គ្រីស្ទបរិស័ទគេតែងតែឲ្យមានការសច្ចាប្រណិធានពាក្យសន្យាចំពោះគ្នាទៅវិញមកហើយមានព្រះជាម្ចាស់ជាសាក្សីដើម្បីអីនោះជាការរំលឹកបន្ទាប់មកមានអញ្ជៀនឲ្យពាក់ទៀតដើម្បីមើលឃើញអញ្ជៀននេះជាសក្ខីភាពថាអូនៅពេលមួយដែលខ្ញុំពាក់អញ្ជៀននេះគឺខ្ញុំបានសច្ចានៅពេលដែលចាប់ដើមពាក់អញ្ជៀននេះខ្ញុំមានពាក្យសច្ចាទៅចំពោះប្រពន្ធរបស់ខ្ញុំទៅចំពោះប្តីរបស់ខ្ញុំបាទអញ្ជៀនអាពាហ៍ពិពាហ៍បានសំខាន់បាទនៅពេលយើងមើលឃើញអញ្ជៀននៅឃើញពីពេលមួយដែលយើងបានបំពាក់អញ្ជៀនហើយចៃមួយទៀតគ្រូវាបានផ្ដាំថាកុំលក់អញ្ជៀនហ្នឹងមានរឿងអីក៏ដោយកុំលក់បាទពីព្រោះអាហ្នឹងវាសំខាន់ណាបើសិនជាបាក់បែកយើងធ្វើថ្មីមិនហើយបើសិនល្អកុំលក់ពីព្រោះតែហើយមួយទៀតវាជាសក្ខីភាពនៃអាពាហ៍ពិពាហ៍អញ្ចឹងត្រូវមានអញ្ជៀនហ្នឹងជាសក្ខីភាពនៅពេលដែលយើងមានអញ្ជៀនគឺសក្ខីភាពបញ្ជាក់ថាយើងបានរៀបអាពាហ៍ពិពាហ៍ហើយពីព្រោះនៅក្នុងគ្រីស្ទបរិស័ទនៅពេលដែលរៀបការគឺយកអញ្ជៀននេះមកពាក់ឲ្យជាសច្ចាប្រណិធានហើយជាសាក្សីហើយជាសក្ខីភាពបញ្ជាក់ថាយើងទទួលបានការរៀបការហើយយើងមានគូហើយអញ្ចឹងព្រះអង្គថាឲ្យយើងរក្សាចំណងអាពាហ៍ពិពាហ៍យើងឲ្យបានបរិសុទ្ធគឺឲ្យយើងស្មោះត្រង់ចំពោះគ្នារវាងប្តីនិងប្រពន្ធត្រូវរៀបការជាមួយនឹងគ្រាបរិស័ទដូចគ្នាដើម្បីធ្វើម៉េចដើម្បីចំណងអាពាហ៍ពិពាហ៍យើងបានល្អហើយបរិសុទ្ធគឺខ្ញុំលើកទឹកចិត្តត្រូវរៀបការជាមួយនឹងគ្រាបរិស័ទដូចគ្នាអ្នកទទួលជាព្រះគ្រីស្ទជាម្ចាស់របស់អ្នកប្រសិនបើស្វាមីភរិយារបស់អ្នកមិនចង់បម្រើព្រះជាម្ចាស់ទេអ្នកនឹងដឹងខ្លួនឯងថាកំពុងតែដើរខុសទិសដៅហើយអ្នកនឹងតែងតែធ្វើការសម្រេចចិត្តរវាងបំណងចង់ធ្វើឲ្យគប់ហាតីដល់ព្រះគ្រីស្ទនិងបំណងចង់គប់ចិត្តដៃគូរបស់អ្នកជាចាប់ដើមទីងកតុងគ្នាហើយនៅពេលទីនេះព្រះអង្គលើកទឹកចិត្តយើងថាត្រូវរៀបការជាមួយអ្នកជឿដូចគ្នាជាគ្រីស្ទបរិស័ទដូចគ្នាហេតុអីដែលសារតែដូចខ្ញុំបានលើកខាងដើមគ្រួសារមួយដែលជឿព្រះអង្គដូចគ្នាយើងគិតធ្វើអីយើងគិតវិធីការក្នុងការបម្រើពន្ធកិច្ចមួយធ្វើអីយើងគិតជាមួយគ្នាហើយយើងឯកភាពទៅជាមួយគ្នាតែប្រសិនបើយើងជឿប្រពន្ធយើងអត់ជឿយើងចង់បម្រើតែប្តីរបស់យើងប្រកាសទេថាឲ្យយើងទៅបម្រើប្រកាសអត់ជឿផងនៅក្នុងព្រះគម្ពីរនៅព្រះបន្ទូលថាទឹមនឹមជ្រាស្គាល់ពាក្យទឹមនឹមជ្រាបងប្អូនខ្ញុំធ្លាប់ដោយសារតែខ្ញុំជាកូនកសិករខ្ញុំជួហើយសម័យខ្ញុំជួទាំងនឹងគល់ឈើនេះទេអត់មានគោយន្តគោអីទេអញ្ចឹងទឹមគោទឹមនឹមជ្រាមានថាមួយទៅឆ្វេងមួយទៅស្ដាំទាញបតុងគ្នាយើងពិបាកជួពិបាកបអាទិសណាអាទិសគោនោះពិបាកវាជ្រៀងគ្នាអញ្ចឹងវាអត់ដើរតាមផ្លូវទេអញ្ចឹងឡើងគុលឡើងអីយើងទៅដីទៅស្រែវាលទៅតំបន់ព្រៃអីសិតតែគុលសិតឈើហ្នឹងអញ្ចឹងតែអត់ដើរតាមផ្លូវហ្នឹងវាទាញលិចទាញកាត់ហ្នឹងឡើងលើគុលលើអីហ្នឹងគឺកលាប់អាទិសឥឡូវហ្នឹងហើយបើជួវិញជួអត់កើតទេរញ៉េរញ៉ៃណាគេថានឹមជ្រៀកគឺទាញជ្រៀកគ្នាមួយឆ្វេងមួយស្ដាំដូចគ្នាបងអត់លើកទឹកចិត្តឲ្យយើងរៀបការជាមួយអ្នកមិនជឿទេមូលហេតុអីដោយសារតែប្រទិញបតុងគ្នាក្នុងការបម្រើទីងទងគ្នានៅក្នុងសេចក្តីជំនឿមុនក្រោយឆ្លុះគ្នារឿងសេចក្តីជំនឿតែបើយើងជឿដូចគ្នាយើងមានគោលដៅច្បាស់ថាយើងមានព្រះតែមួយគឺអង្គព្រះគ្រីស្ទដែលជាព្រះនៃយើងតែមួយហើយនៅពេលដែលយើងរៀបការក៏យើងរៀបការនៅក្នុងព្រះអង្គម្ចាស់ហើយមានព្រះជាម្ចាស់ជាសាក្សីជាអ្នកដែលនៅកណ្ដាលនៃអាពាហ៍ពិពាហ៍របស់យើងអញ្ចឹងព្រះអង្គលើកទឹកចិត្តឲ្យយើងហើយមានគូស្វាមីភរិយាដែលជាអ្នកជឿព្រះអង្គអញ្ចឹងខ្ញុំតែងតែប្រាប់កូនខ្ញុំថាខ្ញុំមិនជ្រៀតជ្រែកទេគាត់ស្រឡាញ់ណាគាត់ស្រឡាញ់ទៅអានឹងជានេះរបស់គាត់ខ្ញុំមិនកំងទេប៉ុន្តែអីដែលខ្ញុំលើកទឹកចិត្តថាមើលអ្នកដែលជឿព្រះអង្គដូចគ្នាវាជួយដល់គាត់ពីព្រោះគាត់ជឿព្រះអង្គនៅពេលដែលគាត់ជឿព្រះអង្គដូចគ្នាសូម្បីតែការគិតគូររៀបអាពាហ៍ពិពាហ៍ក៏មិនបទិញបតុងគ្នាដែរហើយសារអត់ជឿព្រះអង្គដូចគ្នាម្នាក់ជឿម្នាក់អត់បទិញបតុងគ្នាទាញទៅនេះទាញទៅនោះទាញទៅនេះទាញទៅនោះបែកគ្នាជារឿងវាអញ្ចឹងវាមិនស្រួលនោះទេបងប្អូននៅពេលដែលយើងស្រឡាញ់អ្នកអត់ជឿយើងជឿហើយស្រឡាញ់អ្នកអត់ជឿហើយគោលដៅមួយថាស្រឡាញ់ទៅដើម្បីនាំគាត់មកជឿព្រះអង្គស្អែកនឹងល្អគាត់ជឿប្រកបទេថាអាចនឹងនាំគេជឿព្រះអង្គអញ្ចឹងមិននាំគេមកជឿព្រះអង្គឯងគេទាញយើងឈប់ជឿព្រះអង្គអញ្ចឹងនោះជារឿងដែលមិនល្អទេសម្រាប់យើងជាគ្រីស្ទបរិស័ទប្រសិនបើយើងជ្រើសអ្នកដែលអត់ជឿហើយយើងមិនមែនថាគេមិនល្អនោះទេប៉ុន្តែខ្ញុំតាក់ទងនឹងសេចក្តីជំនឿនិងការបម្រើធម្មតាតែគេអត់ជឿព្រះអង្គហើយការគិតកោគ្នាហើយមួយឆ្វេងមួយស្ដាំហើយអញ្ចឹង
តែគ្រួសារអត់មានសុភមង្គលគ្រួសារអត់ស្រស់ស្រួលគ្នាគ្រួសារអត់មានសម្លេងតែមួយទេគឺបទិញបតងហើយរឿងសំខាន់គឺគ្រួសារនឹងឯងអញ្ចឹងហើយបាននៅថ្ងៃនេះយើងលើកគ្រួសារយកមកនិយាយបាទព្រះអង្គជាអ្នកដែលចូលរួមថ្វាយដង្វាយថ្វាយបង្គំបាទនៅក្នុងក្រុមជំនុំចូលរួមប្រកបគ្នាជាមួយនឹងគ្រីបបរិស័ទដទៃទៀតនិងចូលរួមបម្រើការងារនៅក្នុងក្រុមជំនុំអ្នកចង់បានការជួបជុំអធិដ្ឋាននៅផ្ទះសរសើរដំកើងព្រះជាម្ចាស់និងបម្រើព្រះជាម្ចាស់ជាមួយគ្នាជាគ្រួសារបាទចំណុចចុងក្រោយខធ្វើតាមគំរូព្រះជាម្ចាស់សម្រាប់ការរស់នៅក្នុងគ្រួសារតើមានគំរូអីខ្លះដែលយើងត្រូវយកមកអនុវត្តត្រូវមកធ្វើនៅក្នុងគ្រួសាររបស់យើងត្រូវធ្វើជាឪពុកម្ដាយដ៏ល្អ be a good parents តើធ្វើម៉េចដើម្បីឲ្យក្លាយជា be a good parents ឪពុកម្ដាយមានការទទួលខុសត្រូវចំពោះព្រះជាម្ចាស់ក្នុងការថែរក្សាកូនរបស់ពួកគេឪពុកម្ដាយត្រូវផ្គត់ផ្គង់សម្រាប់សម្ភារៈនិងតម្រូវការខាងវិញ្ញាណសម្រាប់គ្រួសាររបស់គាត់រីឯម្ដាយក៏ដូច្នោះដែរត្រូវថែរក្សាកូនដោយក្តីស្រឡាញ់ដែលពួកគេត្រូវការនេះជាតួនាទីរបស់ឪពុកម្ដាយមានតួនាទីក្នុងការផ្គត់ផ្គង់មើលថែបាទជួយដល់ពួកគេឲ្យមានការរីកចម្រើនជួយផ្គត់ផ្គង់ហើយយើងឃើញបងប្អូនទាំងអស់គ្នាខាងយុវជនយើងឃើញនេះហើយដែលខ្ញុំរាល់ថ្ងៃខ្ញុំតែងតែដាស់តឿនប្រាប់បងប្អូនថាឲ្យមើលអំពីឪពុកម្ដាយរបស់យើងហើយខ្ញុំជឿថាឪពុកម្ដាយគ្រប់គ្នាសិតតែខិតខំដើម្បីកូនទាំងអស់ហ្នឹងគាត់អត់យកទៅណាទេទ្រព្យសម្បត្តិដែលគាត់ខំនឹងសំនៅលើផែនដីនេះគាត់អត់បានយកទៅណាទេហើយអាយុគាត់ច្រើនហើយពេលគាត់ស្លាប់ទៅអត់អាចយកទៅណាទេទោះប៉ុន្តែគាត់សំទៅអីខំទៅអីគឺដើម្បីយើងហ្នឹងឯងកូនហ្នឹងឯងបន្សល់ទុកឲ្យកូនអញ្ចឹងគាត់គ្រប់គ្នាក៏ខំរាល់ថ្ងៃនេះគឺដើម្បីទុកឲ្យកូនហ្នឹងឯងអញ្ចឹងសូមយើងមើលអំពីគុណរបស់គាត់មើលអំពីការខិតខំប្រឹងប្រែងរបស់គាត់សម្រាប់យើងហើយយើងឃើញទៅឲ្យកូនចង់រៀនណាក៏ខំដែរឪពុកម្ដាយខ្លះហ៊ានណាខ្លួនឯងអត់មានអីហូបអត់មានអីគ្រប់គ្រាន់តែឲ្យតែឃើញកូនចង់រៀនសាលាណាល្អក៏ខិតខំសួរឲ្យកូនរៀនដែរហើយទឹកចិត្តឪពុកម្ដាយបាទក្នុងការដែលផ្គត់ផ្គង់ទៅដល់កូនបើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួនជាពិសេសក្រុមគ្រួសាររបស់ខ្លួនអ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿហើយអាក្រក់ជាងអ្នកមិនជឿទៅទៀតនៅក្នុងព្រះគម្ពីរ1ទីម៉ូថេពុ5ខ8បានប្រាប់ថាអញ្ចឹងបើសិនជាឪពុកម្ដាយអត់មានការទទួលខុសត្រូវអត់មានការដែលមើលថែហើយផ្គត់ផ្គង់ដល់កូនទេបើកើតកូនមកឯងមិនទៅហ្នឹងក៏ព្រះអង្គអត់សពហាទេដែរព្រះអង្គថាម៉េចព្រះបន្ទូលថាម៉េចអ្នកណាដែលមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួនជាពិសេសក្រុមគ្រួសាររបស់ខ្លួនអ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿហើយអាក្រក់ជាងអ្នកមិនជឿទៅទៀតអញ្ចឹងព្រះអង្គឲ្យយើងគិតគូរឲ្យអស់លទ្ធភាពធ្វើតួនាទីជាឪពុកជាម្ដាយខំមកអស់លទ្ធភាពព្រះអង្គឲ្យយើងធ្វើជាឪពុកម្ដាយដ៏ល្អក្នុងការដែលដល់កូនបង្រៀនកូនរបស់អ្នកឲ្យស្រឡាញ់ព្រះជាម្ចាស់និងស្ដាប់ព្រះបន្ទូលរបស់ទ្រង់តាំងតែពីគេនៅតូចជួបជុំគ្រួសារដើម្បីអានព្រះគម្ពីរអធិដ្ឋានរៀងរាល់ថ្ងៃត្រូវម្នាក់រួមចំណែកឲ្យបានរួមចំណែកសូមអធិដ្ឋានជាមួយគ្នាចំពោះបញ្ហាដែលកើតមានឡើងនៅក្នុងសមាជិកគ្រួសាររបស់អ្នកសូមអរព្រះគុណចំពោះព្រះដែលព្រះអង្គប្រទានពរអូខេដល់យើងហើយជាប្រពោលរបស់ព្រះជាម្ចាស់បង្រៀនកូនយើងឲ្យស្រឡាញ់ព្រះជាម្ចាស់តាមរយៈអីគេឲ្យស្ដាប់បង្គាប់ព្រះអង្គតាមរយៈអីជួបជុំគ្នាប៉ុន្តែនៅក្នុងព្រះគម្ពីរបានថាម៉េចឲ្យយើងជួបជុំគ្រួសារដើម្បីអានព្រះគម្ពីរធ្វើអីទៀតអធិដ្ឋានហើយត្រូវម្នាក់បានរួមចំណែកនៅក្នុងគ្រួសារហើយបង្រៀនកូនយើងឲ្យស្គាល់ព្រះបន្ទូលខ្ញុំចង់ឃើញពួកគេមានចំណែកមួយនៅក្នុងក្រុមជំនុំគេធ្វើនៅក្នុងក្រុមជំនុំគេចូលរួមអធិដ្ឋានគេអាចនឹងធ្វើនៅក្នុងក្រុមជំនុំបាននេះជាអីដែលខ្ញុំចង់ឃើញបាទហើយនៅក្នុងនេះព្រះអង្គលើកទឹកចិត្តយើងថានៅក្នុងគ្រួសារសូមឲ្យមានការជួបជុំគ្នាអានព្រះបន្ទូលអធិដ្ឋានហើយរៀនព្រះបន្ទូលជាមួយគ្នាជាមួយកូនហើយនាំឲ្យគេបានស្គាល់ព្រះបន្ទូលហើយស្ដាប់តាមព្រះបន្ទូលនិងធ្វើតាមព្រះបន្ទូលដែលព្រះអង្គបង្រៀនពួកគេត្រូវស្រឡាញ់គ្រួសាររបស់អ្នកបាទព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់នៅពេលដែលអ្នកកាន់មានសេចក្តីស្រឡាញ់សម្រាប់គ្រួសាររបស់អ្នកកាន់តែខ្លាំងឡើងបាទនៅពេលដែលអ្នកកាន់តែមានសេចក្តីស្រឡាញ់នៅក្នុងផ្ទះរបស់អ្នកកាន់តែខ្លាំងឡើងនោះសុភមង្គលក៏កាន់តែកើតមានឡើងដែរនៅពេលដែលគ្រួសាររបស់អ្នកត្រូវការកែតម្រង់អ្នកក៏គួរតែដាក់វិន័យដល់ពួកគេដោយក្តីស្រឡាញ់តែមិនដោយសារកំហឹងរបស់អ្នកនោះទេអញ្ចឹងព្រះអង្គប្រាប់ថាម៉េចនៅពេលយើងស្រឡាញ់គ្រួសារយើងកាន់តែខ្លាំងឡើងនោះសុភមង្គលក៏កើតមានឡើងនៅក្នុងគ្រួសារយើងដែរហើយព្រះអង្គក៏មានបំណងផាតេសពផាតេចង់ឃើញគ្រួសារយើងដូចនេះដែរហើយកូនព្រះអង្គមានព្រះបន្ទូលថាម៉េចឲ្យយើងដាក់វិន័យគេពេលគេធ្វើឲ្យដាក់វិន័យប៉ុន្តែមិនមែនដោយកំហឹងនោះទេសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ហើយក៏សប្បុរសសេចក្តីស្រឡាញ់មិនចេះឈ្នានីសមិនចេះអួតខ្លួនមិនវៃរឹកខ្ពស់បាទក៏មិនប្រព្រឹត្តបែបមិនគួរសមសេចក្តីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួននិងមិនរហ័សខឹងមិនប្រកាន់ទោសនេះគឺជាផលផ្លែនៃក្តីស្រឡាញ់បាទដែលយើងត្រូវយកមកអនុវត្ត
សេចក្តីស្រឡាញ់មិនអសប្បាយនឹងអំពើទុច្ចរិតឬអសប្បាយតែនឹងសេចក្តីពិតវិញសេចក្តីស្រឡាញ់គ្រប់បាំងទាំងអស់ជឿទាំងអស់សង្ឃឹមទាំងអស់ហើយទ្រាំទ្រទាំងអស់នៅ1 កូរិនថូសជំពូក 13 ខ 4 ដល់ខ 7 សេចក្តីសន្និដ្ឋានសរុបសេចក្តីមកបាទព្រោះពេលវេលាយើងច្រើនណាស់ហើយសរុបសេចក្តីមកដើម្បីឲ្យគ្រួសារមានសុភមង្គលនិងក្តីសុខសាន្តនិងទទួលបានប្រពរដែលមកពីព្រះជាម្ចាស់ត្រូវអនុវត្តដូចខាងក្រោមទី1អធិដ្ឋានឲ្យមានការសង្គ្រោះសម្រាប់គ្រួសាររបស់អ្នកអធិដ្ឋានសម្រាប់គ្រួសាររបស់អ្នកសម្រាប់សមាជិករបស់អ្នកម្នាក់ខធ្វើជាគ្រាបរិស័ទដ៏ល្អម្នាក់នៅផ្ទះមិនមែនជាគ្រាបរិស័ទល្អនៅកន្លែងការងារល្អនៅក្រុមជំនុំល្អនៅសហគមន៍ទេប៉ុន្តែជាគ្រាបរិស័ទល្អនៅផ្ទះដែរខរក្សាចំណងអាពាហ៍ពិពាហ៍របស់អ្នកឲ្យបានបរិសុទ្ធនៅឋិតថេរតរៀងទៅមិនស្រឡាញ់គ្នាដល់តែចាស់កោងខ្នងទេមានតែទៅស្រឡាញ់គ្នាមិនដល់ចាស់កោងខ្នងខំពោះរបូតខំជេររបូតខំពោះរបេះនោះទេគឺស្រឡាញ់គ្នារហូតអស់ជីវិតរៀងខ្លួនបាទធ្វើតាមគំរូរបស់ព្រះជាម្ចាស់តាមការរស់នៅក្នុងគ្រួសារបាទធ្វើតាមគំរូរបស់ព្រះជាម្ចាស់ដែលព្រះអង្គចង់ឲ្យយើងធ្វើសម្រាប់ការរស់នៅក្នុងគ្រួសាររបស់យើងដូច្នេះព្រះបន្ទូលផងព្រះអង្គនៅថ្ងៃនេះមានតែប៉ុណ្ណឹងសូមចូលរួមអធិដ្ឋានជាមួយខ្ញុំសរសើរដំកើងដល់ព្រះជាម្ចាស់ជាព្រះអង្គសង្គ្រោះនៃទូបង្គំព្រះម្ចាស់សូមអរគុណព្រះអង្គសម្រាប់ប្រពរនៅថ្ងៃនេះក៏ដូចជាព្រះបន្ទូលដែលព្រះអង្គបានបង្រៀនកូនអំពីរបៀបរស់នៅក្នុងគ្រួសារដែលមានសុភមង្គលគឺត្រូវឲ្យរស់នៅជាគ្រួសារដែលចេះអធិដ្ឋានដល់ក្រុមគ្រួសាររបស់ខ្លួនឯងហើយធ្វើជាគំរូនៅក្នុងគ្រួសារជាគ្រីបរិស័ទគំរូនៅក្នុងគ្រួសារហើយធ្វើរក្សានៅចំណងអាពាហ៍ពិពាហ៍ឲ្យបានបរិសុទ្ធឲ្យបានឋិតថេរជាអកលហើយជាពិសេសនោះសូមបានធ្វើតាមគំរូនិងព្រះបន្ទូលដែលព្រះអង្គបង្រៀនឲ្យយើងធ្វើតាមគំរូរបស់ព្រះអង្គក្នុងការរស់នៅជាទីបន្ទាល់ដ៏ល្អជាគ្រួសារដ៏ល្អដល់សហគមន៍ដល់ក្រុមជំនុំផងដែរព្រះអង្គសូមអរគុណព្រះអង្គហើយសូមឲ្យមេរៀននេះបានស្ថិតនៅក្នុងជីវិតកូនហើយកូនបានចងចាំបានផងដែរព្រះអង្គចាស់សូមអរគុណទ្រង់ហើយយើងខ្ញុំសូមអធិដ្ឋានបញ្ចប់នៃការសិក្សាព្រះបន្ទូលនៅថ្ងៃនេះដែលក្នុងនាមម្ចាស់ព្រះយេស៊ូវគ្រីស្ទ